ក្នុងបទបង្ហាញរបស់ខ្ញុំបានព្រឹកនេះដែលក្នុងកម្មវិធីទី2នេះគឺការងាររៀបចំដែនដីនិងនគរនីយកម្មមានទឹកប្រាក់សរុប 6,111.8 លានរៀលសូមរៀបជូនលោកជំទាវនិងអាដាមរបស់លោករៀបដែរថាក្នុងកម្មវិធីទី2នេះក្រៅតែពីការងាររបស់វិស័យរៀបចំដែនដីនិងនគរនីយកម្មផ្ទាល់ក៏មានអនុកម្មវិធីមួយទៀតគឺអនុកម្មវិធីទី7ដែលប្រើប្រាស់ថវិកានៅក្នុងកម្មវិធីទី2នេះគឺវិស័យវិជ្ជាជីវៈស្ថាបត្យកម្មអញ្ចឹងបានជានៅក្នុងកម្មវិធីទី2នេះមាន7អនុកម្មវិធីប៉ុន្តែផ្នែកមួយគឺស្ថាបត្យកម្មនោះដែរហើយខ្ញុំបាទនឹងធ្វើបទបង្ហាញជូនតាមដោយចំពោះអនុកម្មវិធីទាំង7ខ្ញុំបាទសូមចាប់ផ្ដើមពីកម្មវិធីទី1អនុកម្មវិធីទី1អញ្ចឹងគោលបំណងរបស់កម្មវិធីទី2នេះលោកជំទាវអេដាមអស់លោកគឺធានាការរៀបចំដែនដីនគរនីយកម្មការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពស័ក្តិសិទ្ធិភាពប្រសិទ្ធភាពឆ្លាតវៃតុល្យភាពភាពធន់និងបរិយាបន្នដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមបរិស្ថានការពារធម្មជាតិការពារជាតិសន្តិសុខស្បៀងបេតិកភណ្ឌប្រវត្តិសាស្ត្រនិងការឆ្លើយតបនឹងបរិបទនៃការប្រែប្រួលអាកាសធាតុនៅក្នុងសុចនាករគោលដៅក្នុងឆ្នាំគឺសុចនាករទី1អត្រាភាគរយនៃសេចក្តីព្រាងផែនការរៀបចំដែនដីរាជធានីខេត្តត្រូវបានអនុម័តរួចអញ្ចឹងយើងមានសុចនាករថា 32% ដែលត្រូវធ្វើឲ្យបានអនុម័តរួចសុចនាករទី2អត្រាភាគរយនៃប្លង់គោលប្រើប្រាស់ដីក្រុងស្រុកខណ្ឌត្រូវបានអនុម័តអញ្ចឹងយើងមានទូទាំងប្រជាជាតិអាចារ្យកម្ពុជាមានក្រុងស្រុកខណ្ឌចំនួន210មកដល់ពេលនេះ 13% នៃប្លង់គោលផែនការប្រើប្រាស់ដីក្រុងស្រុកខណ្ឌនឹងត្រូវបានអនុម័តសុចនាករទី3គឺអត្រាភាគរយនៃផែនការប្រើប្រាស់ដីឃុំសង្កាត់ត្រូវបានអនុម័តដែលសរុបទូទាំងប្រជាជាតិអាចារ្យកម្ពុជាមាន 1652 ឃុំសង្កាត់ដូច្នេះ 13% កន្លះនៃចំនួនឃុំទាំងអស់នោះត្រូវបានអនុម័តបាទអញ្ចឹងឋានានុក្រមនៃការងាររៀបចំផែនការរូបវ័ន្តមាន3ប្រភេទនេះបាទ3ថ្នាក់នេះប៉ុន្តែនៅក្នុងគម្រោងដែលខ្ញុំបាននឹងរាយការណ៍ជូនទៀតមានមួយថ្នាក់ទៀតគឺថ្នាក់ជាតិហើយថ្នាក់តំបន់អញ្ចឹងចូលទៅអនុកម្មវិធីទី1អនុកម្មវិធីទី1នេះអនុវត្តដោយនាយកដ្ឋានស្រីជោគប័ណ្ណបញ្ញត្តិដែលភាគច្រើនគឺជាការងាររៀបចំក្របខ័ណ្ឌគតិយុត្តការប្រដៅក្នុងនោះចង្ខោមសកម្មភាពដែលនាយកដ្ឋានអនុវត្តហើយមានថវិកា 3,000 លានរៀលនេះគឺគ្រប់គ្រងបច្ចេកទេសក្នុងការកសាងផែនការប្រាក់ដីឃុំសង្កាត់ថ្នាក់មូលដ្ឋានបាទគណៈយុដ្ឋាននិងយុដ្ឋាននេះគឺចុះទៅបណ្ដុះបណ្ដាលបាទធ្វើនីតិវិធីចុះទៅបណ្ដុះបណ្ដាលដល់ក្រុមការងារថ្នាក់រាជធានីខេត្តក្រុងស្រុកខណ្ឌនិងឃុំសង្កាត់ដើម្បីធ្វើផែនការប្រាក់ដីឃុំសង្កាត់នៅមូលដ្ឋានអញ្ចឹងសុចនាករមាន3ទី1ចំនួនផែនការប្រាក់ដីឃុំសង្កាត់ដែលបានគ្រោងរៀបចំបញ្ចប់និងគ្រប់គ្រងបច្ចេកទេសបានគឺគ្រប់គ្រងតែការងារបច្ចេកទេសទេទី2ចំនួនវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ដីឃុំសង្កាត់បាទចំនួនវគ្គបណ្ដុះបណ្ដាលហើយនៅក្នុងនោះយើងបានរាយការណ៍ពីចំនួនវគ្គបណ្ដុះបណ្ដាលទីតាំងហើយនិងចំនួនសិក្ខាកាមដែលចូលរួមវគ្គបណ្ដុះបណ្ដាលនិងទី3គឺបន្ទុកបុគ្គលិកដែលមាននៅក្នុងការងាររបស់នាយកដ្ឋាននេះគឺជាស្លាយអំពីការបណ្ដុះបណ្ដាលតើយើងបណ្ដុះបណ្ដាលដល់អ្នកណាខ្លះក្នុងនោះគឺមន្ទីររៀបចំដីខ្សែបណ្ដោយរបស់ក្រសួងគណៈកម្មាធិការរៀបចំដីនៅក្នុងថ្នាក់រាជធានីខេត្តសមាជិការបស់គណៈកម្មការរៀបចំដីនៅក្នុងកម្មថ្នាក់ក្រុងស្រុកខណ្ឌទី4គឺអាជ្ញាធរឃុំសង្កាត់ក្រុមប្រឹក្សាដែលមានតាំងពីមេភូមិទៀតមិនមែនត្រឹមតែក្រុមប្រឹក្សាឃុំសង្កាត់ទេគឺមេភូមិទៀតទី5យើងបណ្ដុះបណ្ដាលដល់អង្គការមិនមែនរដ្ឋាភិបាល NGO ដែលភាគច្រើនទុំទុកការងារខាងដីធ្លីនិងសហគមន៍ហើយនិងអ្នកពាក់ព័ន្ធផ្សេងទៀតដូចជាខាងវិស័យឯកជនជាដើមតើយើងបណ្ដុះបណ្ដាលអំពីការប្រើប្រាស់ដីឃុំសង្កាត់ហ្នឹងលើការងារខ្លះការងារមានប្រមាណនេះដែលខ្ញុំបានសូមរាយការណ៍ជូនគឺបណ្ដុះបណ្ដាលអំពីរបៀបប្រមូលទិន្នន័យហើយយើងបណ្ដុះបណ្ដាលអំពីរបៀបសម្របសម្រួលក្នុងការធ្វើបញ្ញាបត្រភាពនៃការស្រង់ទិន្នន័យអំពីផែនទីមួយទៀតយើងបណ្ដុះបណ្ដាលអំពីការសម្របសម្រួលក្នុងការវិភាគទិន្នន័យចំណុច3នេះខាងលើនេះមានសារៈសំខាន់ណាស់បាទកន្លងមកនៅពេលដែលយើងប្រមូលទិន្នន័យខុសសម្រាប់កសាងផែនការរូបវ័ន្តទិន្នន័យមិនច្បាស់លាស់ហើយវិភាគមិនច្បាស់លាស់ចេញសកម្មភាពមិនត្រឹមត្រូវអញ្ចឹងទើបយើងមានការសរសេរនៅលក្ខខណ្ឌនៃការប្រមូលទិន្នន័យនៅរបៀបវិភាគនៅការសម្របសម្រួលនេះច្បាស់លាស់បាទដល់អាជ្ញាធរមូលដ្ឋានខ្ញុំបាទផ្ទាល់ក៏បានធ្លាប់ចុះទៅធ្វើការបណ្ដុះបណ្ដាលជាច្រើនកន្លែងដែរទី4គឺយើងបានបណ្ដុះបណ្ដាលអំពីរបៀបពិនិត្យនិងផ្ដល់យោបល់ឬរបាយការណ៍បច្ចេកទេសទី5គឺការចូលរួមប្រជុំអនុម័តផែនការបាទចំណុចនេះកន្លងមកមានការពិបាកក្នុងការរកភាពឯកភាពគ្នានៅមូលដ្ឋានក្នុងការឯកភាពថាកន្លែងណាធ្វើអីកន្លែងណាធ្វើអីអញ្ចឹងយើងបានផ្ដល់ជាបទពិសោធន៍
នឹងមេរៀនជាច្រើនជូនពួកគាត់សម្រាប់ការពិនិត្យនិងវិភាគថាទៅមុខធ្វើអីខ្លះហើយនឹងយើងបានធ្វើការបណ្ដុះបណ្ដាលអំពីការចូលរួមផ្សព្វផ្សាយនិងការអភិវឌ្ឍអញ្ចឹងslide បន្តនេះគឺជាអត្ថប្រយោជន៍អំពីក្លុបនេះជាភាសាអង់គ្លេសបកប្រែមកថា Commune Land Use Plan ផែនការប្រើប្រាស់ដីថ្នាក់ឃុំសង្កាត់អញ្ចឹងអត្ថប្រយោជន៍នៃការរៀបចំផែនការប្រើប្រាស់ដីថ្នាក់ឃុំសង្កាត់នេះគឺជួយប្រជាពលរដ្ឋក្នុងឃុំសង្កាត់ផ្ទាល់តែម្ដងឲ្យយល់អំពីសក្តានុពលនៃដីធ្លីរបស់ឃុំសង្កាត់នៃដីធ្លីដែលថាបើសិនរៀបចំបានត្រឹមត្រូវអភិវឌ្ឍបានត្រឹមត្រូវផលប្រយោជន៍ពីដីបានល្អទី2ជួយដល់អាជ្ញាធរឃុំសង្កាត់មានឯកសារក្នុងដៃសម្រាប់រៀបចំផែនការអភិវឌ្ឍប្រចាំឆ្នាំដូចជាផែនការ3ឆ្នាំរំកិលជាដើមទី3ជួយឲ្យអ្នកពាក់ព័ន្ធទាំងអស់ជាពិសេសអ្នកពាក់ព័ន្ធទៅលើការគ្រប់គ្រងដីរដ្ឋបានដឹងអំពីស្ថានភាពភូមិសាស្ត្រហើយនឹងទិន្នន័យរបស់ដីរដ្ឋដែលត្រូវគ្រប់គ្រងការពារបានហើយយកដីរដ្ឋទាំងនោះមកធ្វើការបែងចែកជាបន្តបាទដូចជាក្នុងកម្មវិធីផ្សេងកម្មវិធីសម្ពាធដីសង្គមកិច្ចកម្មវិធីសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះពីបញ្ហាអាកាសធាតុជាដើមទី4ជួយដល់ស្ថាប័នឯកជននិងវិនិយោគិនបានយល់ច្បាស់អំពីស្ថានភាពដីធ្លីរបស់មូលដ្ឋានសម្រាប់រៀបចំផែនការវិនិយោគនៅមូលដ្ឋានទី5ជួយដល់អង្គការសង្គមស៊ីវិលបានដឹងអំពីស្ថានភាពភូមិសាស្ត្របានដឹងអំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននិងជួយជុំជ្រែងដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងទី6ជួយដល់អ្នកសិក្សាស្រាវជ្រាវផ្សេងបាទព្រោះផែនការនេះជាផែនការគ្រប់ជ្រុងជ្រោយចូលដល់អនុកម្មវិធីទី2ការគ្រប់គ្រងបច្ចេកទេសដល់ការរៀបចំផែនការសង្កាត់គឺការងាររៀបចំដែនដីការរៀបចំដីនេះផ្ដោតសំខាន់ទៅលើការចូលរួមក្នុងការកសាងប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុងស្រុកខណ្ឌដែលអនុវត្តដោយនាយកដ្ឋាននគររូបនីយកម្មបាទមានថវិកាជាង189លានរៀលនេះសុចនាករគឺចំនួនប្លង់គោលប្រើប្រាស់ដីក្រុងស្រុកដែលបានគ្រប់គ្រងបច្ចេកទេសបញ្ចប់និងសុំការសម្រេចពីគណៈកម្មការជាតិការងារនេះជាការងារលំបាកហើយត្រូវអនុម័តដោយគណៈកម្មការជាតិអញ្ចឹងបានជាមួយឆ្នាំក្រុមកែធ្វើបានតែមួយស្រុកខ្ញុំសូមចូលទៅនាយកដ្ឋាននគររូបនីយកម្មហើយដូចគ្នានេះដែរភាគច្រើនគឺនាយកដ្ឋាននគររូបនីយកម្មនេះគឺធ្វើលើការងារបណ្ដុះបណ្ដាលគ្រប់គ្រងដល់ថ្នាក់មូលដ្ឋានព្រោះការងាររៀបចំផែនការប្រើប្រាស់ដីក្រុងស្រុកខណ្ឌត្រូវធ្វើដោយគណៈកម្មាធិការរៀបចំដែនដីនិងនគរណាថ្នាក់រាជធានីខេត្តគឺខាងភិជាមន្ទីរដែលពីមុននោះគឺធានទីរាជការដីក្រុងខាងសំណង់ជាសមាជិកចន្ទ្រៃប៉ុន្តែក្រោយមកគឺបានតែងតាំងជាអនុប្រធានអចិន្ត្រៃយ៍គឺមន្ទីរឥឡូវនេះជាអនុប្រធានអចិន្ត្រៃយ៍អញ្ចឹងត្រូវផ្ដួចផ្ដើមធ្វើការពីមន្ទីរមកបានច្រើនអញ្ចឹងសម្រាប់សូមចូលទៅកម្មវិធី 2.5 នេះគឺរៀបចំតាក់ទងនឹងការងារគតិយុត្តខ្ញុំបានសូមជម្រាបជូនលោកជំទាវឯកឧត្តមរបស់លោកស្រីជាតិដែរថាសម័យនេះខ្ញុំបានដឹកនាំកិច្ចប្រជុំមួយក្រោមការចាត់ពីឯកឧត្តមអគ្គនាយកដើម្បីពិនិត្យមើលតើក្នុងវិស័យរៀបចំដែនដីនិងនគរកម្មដែលអគ្គនាយកដ្ឋានរាជការដីបានធ្វើតាំងពីក្រសួងកកើតឡើងមុនក្រសួងទៀតខ្ញុំបានសរុបទៅក្រុមការងារបានសរុបទៅឃើញមកដល់ពេលនេះយើងមាន34ក្របខណ្ឌគតិយុត្តចាប់ពីរាជក្រឹត្យដល់ប្រកាសបាទក្នុងនោះមានតែ2ទេគឺវិស័យការអង្គកម្មសំណង់ដែលមានទាំងឆ្នេរផងដែរក្របខណ្ឌគតិយុត្តនោះដែលវែងដែលចាស់ជាងគេនោះគឺច្បាប់រៀបចំដែនដីនគររូបនីយកម្មនិងសំណង់ឆ្នាំ1994ដល់ហើយរហូតមកដល់ឥឡូវនេះគឺសរុបទៅអគ្គនាយកដ្ឋាននិងអគ្គលេខាការឋានបានរៀបចំចំនួន34ហើយច្បាប់និងក្របខណ្ឌទាំងអស់នោះនឹងធ្វើការពិនិត្យឡើងវិញដើម្បីឲ្យត្រូវនឹងស្ថានភាពបច្ចុប្បន្ននិងទៅអនាគតខ្ញុំអាចសូមជួយ 2.6 ទីចុះនិយាយពីឆ្នេរបាទព្រោះមានសារៈសំខាន់ដែរការងារតំបន់ឆ្នេរនេះប្រើប្រាស់ថវិការបស់កម្មវិធីទី2ដែរនេះគឺមានការងារជាច្រើនបាទដូចជាវិតម្លៃឆ្នេរស្អាតនិងព្រែកកំសាន្តស្អាតរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីតំបន់ឆ្នេរសមុទ្រកម្ពុជាហើយលទ្ធផលរបស់ឆ្នេរនេះគឺបានធ្វើការងារជាច្រើនការងារដូចជាការរៀបចំធ្វើការវិតម្លៃឆ្នេរស្អាតចំនួន1លើកក្នុងខេត្តមួយនៃតំបន់ឆ្នេរសមុទ្រកម្ពុជារៀបចំសិក្ខាសាលាវេទិកាសាធារណៈរវាងរដ្ឋឯកជនរៀបចំឯកសារគតិយុត្តរៀបចំប្លង់គោលនិងផែនការប្រើប្រាស់ដីនៅកោះរ៉ុងនិងកោះរ៉ុងសន្លឹមចូលដល់អនុកម្មវិធីចុងក្រោយគឺអនុកម្មវិធីទី7នៅក្នុងវិស័យគណៈសព្វយករកម្ពុជានេះសុចនាករដែលប្រើប្រាស់ថវិការដ្ឋកន្លងមកនេះទី1សព្វយករដែលបានចុះបញ្ជីបានចំនួន250នាក់ហើយក្នុងសព្វយករដែលជាគណៈសព្វយករកម្ពុជាចំនួន30រូបសព្វយករបរទេស5រូបនិងសព្វយករអាស៊ាន5រូបនៅក្នុងការងារសព្វយកម្មនេះដែរបានរៀបចំនៅបទដ្ឋានកម្មវិធីសិក្សាសព្វយកម្មកម្រិតអាស៊ានមាន11ផ្នែកស្មើនឹង41មាត្រានៃឧបសម្ព័ន្ធទី2
នេះគឺការងារជំនាញរបស់ស្ថាបត្យកម្មបានរៀបចំចងក្រងប្លង់ស្ថាបត្យកម្មសំណង់បុរាណនិងបេតិកភណ្ឌចំនួន1ទីតាំងហើយជាលទ្ធផលចុងក្រោយដូចដែលបានមាននៅក្នុងសុចនាករដែរ